សាលាថងសាទ្រូមខេត្តរបស់ខ្ញុំបានទទួលនៅការគ្រប់គ្រងចូលរួមបាទឧបត្ថម្ភគ្រប់គ្រងពីក្រុមហ៊ុន China ទៀននេះទី1គឺពាក់ព័ន្ធជាមួយនឹងតារាងបាល់ទាត់បាទតារាងបាល់ទាត់សព្វនិមិត្តនេះមួយកន្លែងហើយទី2គឺបន្ទប់កុំព្យូទ័រមួយបន្ទប់មានពាក់កុំព្យូទ័រចំនួន23គ្រឿងបាទតាមលក្ខណៈស្តង់ដារហើយទី3គឺពាក់ព័ន្ធជាមួយនឹងអំណោយបណ្ណាល័យបាទអគារបណ្ណាល័យមួយខ្នងបាទដោយមានបំពាក់នៅសម្ភារៈបាទនៅក្នុងបណ្ណាល័យហើយចំណុចទី4គឺពាក់ព័ន្ធជាមួយនឹងការឧបត្ថម្ភគ្រប់គ្រងទៅលើសម្ភារៈបាទសិក្សារបស់សិស្សព្រមទាំងអាហារូបករណ៍របស់សិស្សនិងគ្រូផងដែរបាទហើយសាលាថងសាទ្រូមខេត្តក៏មានការត្រេកអរហើយក៏មានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថ្លែងអំណរគុណហើយថ្លែងអំណរគុណទៀតដោយសារតែទឹកចិត្តក្រុមហ៊ុនបានជួយមកដល់សាលាថងសាទ្រូមខេត្តដើម្បីបំពេញតម្រូវការដល់សិស្សានុសិស្សនៅសាលាថងសាទ្រូមខេត្តតែម្ដងដោយសារតែសិស្សនៅសាលាថងសាទ្រូមខេត្តនេះគឺមានចំនួនច្រើនបាទ1601នាក់នៅក្នុងនោះមានន័យថាជាការរួមចំណែកមួយដ៏ធំនៅក្នុងការវិវត្តប្រទេសបាទជាការរួមចំណែកមួយក្នុងការធានាបានសន្តិសុខធម៌ពលការវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះគឺធ្វើឲ្យមានការអភិវឌ្ឍទាំងវិស័យសេដ្ឋកិច្ចនិងវិស័យសង្គមបាទគឺតាមរយៈការផ្ដល់ធម៌ពលអគិសនីឬគ្រប់វិស័យទាំងឧស្សាហកម្មពាណិជ្ជកម្មនិងជីវភាពប្រចាំថ្ងៃរបស់ជីវរដ្ឋការរួមចំណែកការអភិវឌ្ឍសហគមន៍គឺតាមរយៈទីមួយការបង្កើនភាពលទ្ធភាពគេហៅថាបង្កើនវិស័យការងារជូនប្រជាពលរដ្ឋដូចជាគាត់ជួយការកសាងគាត់ជួយទាំងការជួយទាំងការកសាងស្ពានវិស័យអប់រំសាច់រំនេះគឺខ្ញុំធ្វើវិញខ្ញុំបានចូលរួមជាធំនៅក្នុងការផ្ដល់អាហារូបករណ៍វិរិយវិស័យជ្រុំនេះគឺជួយច្រើនណាស់បាទគឺទាំងហេដ្ឋារចនាសម្ព័ន្ធនិងវិស័យអប់រំបាទ